គ្រប់នឹងជម្រាបសួរតើលោកអ្នកដឹងទេថាមហាវិថីកម្ពុជាក្រោមមានឈ្មោះដើមជាឈ្មោះអ្វីនិងហេតុអ្វីបានជាមហាវិថីនេះប្ដូរឈ្មោះមកជាមហាវិថីកម្ពុជាក្រោមមហាវិថីកម្ពុជាក្រោមឬផ្លូវលេខ128មានប្រវែង 3.3 គីឡូម៉ែត្រគិតចាប់ពីផ្សារធំថ្មីឆ្ពោះទៅទិសខាងលិចនៃរាជធានីភ្នំពេញទៅបញ្ចប់ត្រឹមស្ពានអាកាស7មករាឬស្ពានពេទ្យលោកសង្ឃមហាវិថីនេះឆ្លងកាត់ខណ្ឌចំនួន2គឺខណ្ឌ7មករានិងខណ្ឌទួលគោកមហាវិថីកម្ពុជាក្រោមមានឈ្មោះដើមជាមហាវិថីលើឃ្លាដែលកើតឡើងនៅក្នុងប្លង់មេនៃរាជធានីភ្នំពេញនៅក្នុងសម័យអាណានិគមបារាំងក្នុងឆ្នាំ1930នាពេលនោះដោយបារាំងរៀបចំគម្រោងក្នុងក្រុងភ្នំពេញឲ្យមានលក្ខណៈជាផ្លូវក្រឡាចត្រង្គដើម្បីតភ្ជាប់តំបន់ពាណិជ្ជកម្មនិងលំនៅឋានឆ្ពោះទៅទិសខាងលិចនៃទីក្រុងភ្នំពេញនៅក្នុងឆ្នាំ1930ផ្សារធំថ្មីពុំទាន់កើតមានឡើយទេនៅទីនោះគឺជាបឹងមួយដែលមានឈ្មោះថាបឹងតេជោដោយផ្លូវកម្ពុជាក្រោមគេគិតចាប់ពីមាត់បឹងខាងលើនោះឆ្ពោះទៅទិសខាងលិចក្រោយមកនៅឆ្នាំ1935ទើបកើតមានផ្សារធំថ្មីនៅក្នុងសម័យសង្គមរាស្ត្រនិយមក្រោយឆ្នាំ1953ក្រោមរាជកិច្ចដឹកនាំរបស់ព្រះនរោត្តម សីហនុព្រះបរមរតនកោដ្ឋមហាវិថីលើឃ្លាបានជួសជុលពង្រីកនិងស្ថាបនាកែលម្អជាបន្តបន្ទាប់ឲ្យកាន់តែទំនើបនិងមានហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរជាងមុនពេលនោះសម្ដេចព្រះនរោត្តម សីហនុលោកបានប្ដូរឈ្មោះផ្លូវលើឃ្លាមកជាមហាវិថីកម្ពុជាក្រោមវិញគោលបំណងនៃការប្ដូរឈ្មោះមកជាមហាវិថីកម្ពុជាក្រោមគឺដើម្បីស្មារតីជាតិនិយមនិងរំលឹកដល់ទឹកដីកម្ពុជាក្រោមដែលបានបាត់បង់ទៅក្រោមការគ្រប់គ្រងរបស់ប្រទេសវៀតណាមលោកសាស្ត្រាចារ្យសម្បូរមណ្ឌរាមានប្រសាសន៍ថាលោកមិនដែលឃើញមានឯកសារពាក់ព័ន្ធទៅនឹងប្រវត្តិផ្លូវកម្ពុជាក្រោមឬមហាវិថីកម្ពុជាក្រោមទេប៉ុន្តែលោកអះអាងថាមហាវិថីនេះមានតាំងពីសម័យសង្គមរាស្ត្រនិយមក្រោមការដឹកនាំរបស់សម្ដេចព្រះនរោត្តម សីហនុមកម្ល៉េះលោកសាស្ត្រាចារ្យសម្បូរមណ្ឌរាកត់សម្គាល់ថាការដែលអតីតព្រះមហាក្សត្រខ្មែរប្រទានឈ្មោះផ្លូវនេះដូច្នេះគឺព្រះអង្គមានរាជបំណងឲ្យកូនចៅព្រះអង្គជំនាន់ក្រោយនៅចងចាំជានិច្ចអំពីអតីតទឹកដីខ្មែរបើទោះជាទឹកដីនោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសដទៃក្តីលើសពីនេះវាក៏ជាការទាក់ទាញអារម្មណ៍កូនចៅខ្មែរជំនាន់ក្រោយឲ្យយកចិត្តទុកដាក់ស្វែងយល់អំពីប្រវត្តិសាស្ត្ររបស់ប្រទេសខ្លួនក្នុងសម័យសាធារណរដ្ឋខ្មែរឬសម័យលន់នល់និងសម័យកម្ពុជាប្រជាធិបតេយ្យឬសម័យខ្មែរក្រហមមិនមានឯកសារបញ្ជាក់ពាក់ព័ន្ធអំពីមហាវិថីនេះទេតាមការសន្និដ្ឋានកម្ពុជាឆ្នាំ0នេះមហាវិថីកម្ពុជាក្រោមដែលឈ្មោះដើមជាមហាវិថីលើឃ្លាឬផ្លូវលើឃ្លានេះច្បាស់ជាទុកចោលមិនមានការថែទាំឡើយក្រោយឆ្នាំ1998ពេលប្រទេសកម្ពុជាបញ្ចប់សង្គ្រាមនៅក្នុងកំឡុងឆ្នាំ2003ដល់2005មហាវិថីកម្ពុជាក្រោមត្រូវបានស្ថាបនាជួសជុលឡើងវិញនិងពង្រីកបានយ៉ាងស្រស់ស្អាតក្រោមជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាលជប៉ុនតាមរយៈភ្នាក់ងារចៃកាដោយលោកអ្នកបានឃើញនៅក្នុងវីដេអូនេះដែលថតនៅក្នុងខែឧសភាឆ្នាំ2026ជាភស្តុតាងជាក់ស្ដែងគួរជម្រាបជូនដែរថាមហាវិថីកម្ពុជាក្រោមឆ្លងកាត់ស្ថាប័នសំខាន់ៗដូចជាអគារទីស្តីការគណៈរដ្ឋមន្ត្រីថ្មីអគារខាងក្រោយសន្តាគារនិងភោជនីយដ្ឋានលើ President Hotel វិទ្យាល័យសន្ធរមុខមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្ដុះបណ្ដាលឬហៅកាត់ថា ACE និងសាកលវិទ្យាល័យអាស៊ីអឺរ៉ុប
ក្រៅពីនេះមហាវិថីនេះមានលក្ខណៈពិសេសនិងមានអត្តសញ្ញាណពិសេសផ្ទាល់ខ្លួនគឺមានហាងលក់គ្រឿងអេឡិចត្រូនិកជាច្រើនជាពិសេសកុំព្យូទ័រនិងទូរស័ព្ទដៃទំនើបដូច្នេះបងប្អូនមិត្តនិស្សិតលោកអ្នកដែលចង់ទិញកុំព្យូទ័រថ្មីឬកុំព្យូទ័រមួយទឹករួមទាំងគ្រឿងសម្ភារៈអេឡិចត្រូនិកអាចអញ្ជើញមកមហាវិថីកម្ពុជាក្រោមសូមអរគុណ